ដែរខ្ញុំសូមមកឆ្លើយសំណួររបស់បងស្រីម្នាក់គាត់សួរថាតើការវាស់កញ្ចឹងកកូនបើវាស់ទៅឃើញស្ដើងតើមានបញ្ហាអ្វីសំខាន់ដែរទេគាត់ខ្ញុំកំពុងតែជួបប្រទះបញ្ហានេះប្រហែលជាគាត់ចង់សួរថាការវាស់ទឹកដក់នៅផ្នែកកញ្ចឹងករបស់កូនដែលជាភាសាបច្ចេកទេសគេហៅថា nuchal translucency ហ្នឹងគេអាចធ្វើឡើងចាប់ពី12ទៅ14សប្តាហ៍ចំពោះសំណួរបងស្រីគាត់សួរថាបើស្ដើងជាទូទៅការវាស់ទឹកដក់នៅផ្នែកខាងក្រោយកញ្ចឹងកហ្នឹងកម្រាស់របស់វាអាចនៅចន្លោះពី2.5 ទៅ3 មីលីម៉ែត្រទៅតាមអាយុរបស់កូនបើសិនជាវាស់ទៅវាតិចជាងហ្នឹងគឺធម្មតាអញ្ចឹងបកទៅសំណួររបស់បងស្រីវិញអញ្ចឹងគាត់វាស់ទៅប្រហែលជាឃើញថាទឹកដក់នៅខាងក្រោយកញ្ចឹងករបស់កូនហ្នឹងវាស្ដើងបើសិនជាស្ដើងគឺយើងអាចប្រាប់ថាការវិវត្តរបស់កូនគឺល្អទេអត់មានន័យថាត្រូវព្រួយបារម្ភទេដូច្នេះបងស្រីអាចធ្វើការណាត់ជួបទៅតាមគ្រូពេទ្យដែលគាត់ណែនាំទៅតាមការណាត់បន្ថែមពីនឹងទៀតគឺអាចញ៉ាំថ្នាំជាតិដែកហើយញ៉ាំទឹកឲ្យបានច្រើនហើយចំពោះបញ្ហាបើសិនជាយើងវាស់ទៅឃើញវាក្រាស់វិញណាអានឹងទើបជាបញ្ហាដែលយើងត្រូវមានរឿងច្រើនត្រូវនិយាយគ្នាហើយត្រូវឲ្យគាត់តាមដាន